មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូងអតីតជំទាវទី1ត្រូវជាប់ពន្ធនាគារ20ខែព្រោះតែកាដូខណៈស្វាមីជាប់ពន្ធនាគារ5ឆ្នាំព្រោះតែរំលោភអំណាចតុលាការកូរ៉េខាងត្បូងនៅថ្ងៃពុធទី28ខែមករាឆ្នាំ2026បានសម្រេចផ្តន្ទាទោសអតីតជំទាវទី1គីមគិនហ៊ីដែលជាភរិយារបស់អតីតប្រធានាធិបតីយុងសុកយុលឲ្យជាប់ពន្ធនាគាររយៈពេល20ខែពីបទទទួលកាដូប្រណិតរួមមានការបោកម៉ាក Chanel និងបន្តោងពេជ្រពីមន្ត្រីសមាគមសាសនា Unification Church ជាថ្នូរនិងការជួយគាំទ្រពួកគេផ្នែកនយោបាយជាអ្វីដែលលោកស្រីច្រានចោលថាមិនបានធ្វើខុសនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗរួមមាន Reuters, CNN និង BBC News ជាដើមសូមបញ្ជាក់ថារដ្ឋអាជ្ញាបានប្តឹងអតីតជំទាវទី1គីមគិនហ៊ីដាក់ពន្ធនាគាររហូតដល់ទៅ15ឆ្នាំឯណោះប៉ុន្តែដោយសារបទចោទចំនួន2ទៀតរួមមានបទចោទថាលោកស្រីក្រឡុកតម្លៃភាគហ៊ុននិងបទបំពានច្បាប់ស្តីពីមូលធននយោបាយត្រូវបានទម្លាក់ចោលក៏ទោសនៅសល់ត្រឹម20ខែការផ្តន្ទាទោសនេះកើតមានឡើងបន្ទាប់ពីផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់ដែលបានយាយីលោកស្រីនិងស្វាមីគឺលោកយុងសុកយុលអតីតប្រធានាធិបតីដែលត្រូវបានដកតំណែងក្រោយពីលោកបានប្រកាសច្បាប់អាជ្ញាសិទ្ធិដ៏ចម្រូងចម្រាសលោកយុងសុកយុលក៏ត្រូវបានតុលាការកាត់ទោសកាលពីដើមខែមករាឆ្នាំ2026ឲ្យជាប់ពន្ធនាគាររយៈពេល5ឆ្នាំផងដែរពីបទព្យាយាមប្រកាសដាក់ប្រទេសក្នុងភាពអាសន្នមិនបានសម្រេចកាលពីចុងឆ្នាំ2024សូមបញ្ជាក់ថានេះជាលើកទី1ហើយក្នុងប្រវត្តិសាស្ត្ររបស់កូរ៉េខាងត្បូងដែលអតីតប្រធានាធិបតីនិងអតីតជំទាវទី1ត្រូវបានជាប់ពន្ធនាគារក្នុងពេលតែមួយបែបនេះអតីតជំទាវទី1គីមគិនហ៊ីត្រូវបានឃុំខ្លួនតាំងពីខែសីហាឆ្នាំ2025ហើយក្រុមមេធាវីការពារក្តីរបស់លោកស្រីបានបញ្ជាក់ថាពួកគេកំពុងពិចារណាប្តឹងឧទ្ធរណ៍ជំទាស់និងសាលក្រមរបស់តុលាការខ្ញុំតារាពី RTNews TV